តើនឹងមានអ្វីកើតឡើងបើចិនឈ្នះសង្គ្រាមពុនសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនដែលកំពុងក្តៅគគុកជាមួយនឹងការដាក់ពន្ធខ្ពស់រហូតដល់ 145% លើទំនិញចិននិងការឆ្លើយតបរបស់ចិនជាមួយពន្ធ 125% លើទំនិញអាមេរិកសំណួរធំគឺបើចិនឈ្នះសង្គ្រាមពុននេះតើនឹងមានរឿងអ្វីកើតឡើងហើយអាចប៉ះពាល់ដល់ស្ថានភាពតៃវ៉ាន់ដែរឬទេជាដំបូងយើងត្រូវមើលថាហេតុអ្វីសង្គ្រាមពុននេះសំខាន់អាមេរិកនិងចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតលើពិភពលោកបើចិនឈ្នះវាមិនត្រឹមតែប៉ះពាល់សេដ្ឋកិច្ចទេថែមទាំងអាចផ្លាស់ប្ដូរតុល្យភាពអំណាចសកលជាពិសេសនៅតំបន់ប៉ាស៊ីហ្វិកអញ្ចឹងតើអ្វីធ្វើឲ្យអាមេរិកអាចចាញ់ទី1ពន្ធខ្ពស់ហួសហេតុលោកដូណាល់ត្រាំបានដំឡើងពន្ធលើទំនិញចិនរហូតដល់ 145% ដើម្បីបង្ខំចិនឲ្យសម្របសម្រួលប៉ុន្តែពន្ធទាំងនេះធ្វើឲ្យខ្សែសង្វាក់ផ្គត់ផ្គង់រំជួយ តម្លៃទំនិញឡើងថ្លៃហើយអ្នកប្រើប្រាស់អាមេរិករងផលប៉ះពាល់ឧទាហរណ៍តម្លៃទំនិញនៅ Walmart ឬ Amazon អាចកើនឡើង 50 ទៅ 60% សម្រាប់ផលិតផលដូចជាសម្លៀកបំពាក់ឬគ្រឿងអេឡិចត្រូនិកនេះអាចធ្វើឲ្យអាមេរិកឆ្ពោះទៅរកភាពជាប់គាំងសេដ្ឋកិច្ចដោយទសវត្សរ៍ 1970 ទី2ការប្រកួតប្រជែងចុះខ្សោយអាមេរិកពឹងផ្អែកលើចិនសម្រាប់ទំនិញសំខាន់ៗដូចជាគ្រឿងអេឡិចត្រូនិកនិងថ្នាំពេទ្យប៉ុន្តែការកាត់បន្ថយការវិនិយោគលើបច្ចេកវិទ្យាដូចជា Semiconductor និងថាមពលស្អាតធ្វើឲ្យអាមេរិកបាត់ប្រៀបរយៈពេលវែងផ្ទុយទៅវិញចិនបានត្រៀមខ្លួនជាយូរមកហើយដោយកាត់បន្ថយការពឹងផ្អែកលើអាមេរិកនិងពង្រីកផលិតកម្មក្នុងស្រុកទី3ឯកោពីសម្ព័ន្ធមិត្តលោកដូណាល់ត្រាំមិនត្រឹមតែដាក់ពន្ធលើចិនទេថែមទាំងដាក់ពន្ធលើសម្ព័ន្ធមិត្តដូចជាអឺរ៉ុបជប៉ុននិងតៃវ៉ាន់ឧទាហរណ៍តៃវ៉ាន់ត្រូវជាប់ពន្ធ 32% ទោះបីជាវាជាដៃគូសំខាន់ផ្នែក microchip ក៏ដោយនេះធ្វើឲ្យអាមេរិកបាត់ការគាំទ្រពីសម្ព័ន្ធមិត្តហើយអាចឈរតែម្នាក់ឯងក្នុងសង្គ្រាមពាណិជ្ជកម្មបើចិនឈ្នះនឹងមានអ្វីកើតឡើងទី1សេដ្ឋកិច្ចអាមេរិកនឹងរងគ្រោះពន្ធនឹងធ្វើឲ្យតម្លៃទំនិញកើនឡើងអត្រាអត់ការងារកើនឡើងនិងអាចនាំទៅរកវិបត្តិសេដ្ឋកិច្ចយោងតាម Tax Foundation ពន្ធទាំងនេះអាចបន្ថែមបន្ទុកជាមធ្យម $1,300 ក្នុងមួយគ្រួសារអាមេរិកក្នុងឆ្នាំ2025ទី2សម្ព័ន្ធមិត្តនឹងបាត់ទំនុកចិត្តបើអាមេរិកដាក់ពន្ធលើអឺរ៉ុបឬតៃវ៉ាន់ពួកគេអាចងាកទៅរកចិនជំនួសវិញទី3ឥទ្ធិពលសកលរបស់អាមេរិកនឹងចុះខ្សោយខណៈចិននឹងកើនឥទ្ធិពលនៅអាស៊ីប៉ាស៊ីហ្វិកនិងអាមេរិកឡាទីនសំខាន់ជាងនេះតើស្ថានភាពតៃវ៉ាន់នឹងទៅជាយ៉ាងណាបើចិនឈ្នះទណ្ឌកម្មអាមេរិកនឹងអស់ប្រសិទ្ធភាពចលាចលសេដ្ឋកិច្ចអាមេរិកអាចធ្វើឲ្យការបដិញ្ញាចិត្តយោធានៅអាស៊ីប៉ាស៊ីហ្វិកខាងលិចចុះខ្សោយចិនអាចទាញយកផលប្រយោជន៍ពីភាពអន់ខ្សោយនេះដើម្បីបង្កើនសម្ពាធលើតៃវ៉ាន់ប្រធានាធិបតីចិនលោកស៊ីជីនពីងធ្លាប់និយាយថាចិនត្រៀមធ្វើសកម្មភាពលើតៃវ៉ាន់នៅឆ្នាំ2027បើអាមេរិកឯកោនិងសេដ្ឋកិច្ចខ្សោយចិនអាចជឿថាអាមេរិកមិនអាចការពារតៃវ៉ាន់បាននេះអាចបង្កហានិភ័យជាចំនួនយោធាសង្គ្រាមពុននេះដូចជាកំបិតមុខពីរបើអាមេរិកមិនអាចគ្រប់គ្រងផលប៉ះពាល់សេដ្ឋកិច្ចនិងបង្រួបបង្រួមសម្ព័ន្ធមិត្តចិនអាចក្លាយជាអ្នកឈ្នះនេះមិនត្រឹមតែប៉ះពាល់សេដ្ឋកិច្ចទេថែមទាំងអាចបង្កហានិភ័យយោធាជាពិសេសលើតៃវ៉ាន់តើបងប្អូនគិតថាអាមេរិកអាចបញ្ជាគ្រោះថ្នាក់នេះបានដែរឬទេអាចខមមិនខាងក្រោមវីដេអូនេះបាន